សៀបន្ទាន់ក្រសួងជួយដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ខណៈទឹកចំនួនទន្លេមេគង្គហក់ឡើងខ្លាំងដល់កម្រិតប្រុងប្រយ័ត្នក្រសួងធនធានទឹកនិងអូតូនិយមសូមជម្រាបជូនដំណឹងទៅដល់សាធារណជនឲ្យបានជ្រាបថាដោយសារស្ថានភាពអាកាសធាតុបាននឹងកំពុងមានការប្រែប្រួលដែលកើតឡើងដោយសារឥទ្ធិពលរបស់ព្យុះទី18ឈ្មោះសូដែលនិងប្រព័ន្ធសម្ពាធទាបដែលបានកើតឡើងនៅភាគខាងលើអាងទន្លេមេគង្គបណ្ដាលឲ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសកម្ពុជាមានភ្លៀងធ្លាក់ខ្លាំងស្ថានភាពបែបនេះនឹងធ្វើឲ្យស្ថានភាពកម្ពស់ទឹកទន្លេមេគង្គក្នុងរយៈពេលពី3ទៅ4ថ្ងៃខាងមុខនេះនឹងមានការហក់ឡើងខ្លាំងដូចជាទន្លេមេគង្គខេត្តស្ទឹងត្រែងកម្រិតកម្ពស់ទឹកហក់ឡើង11.18 ម៉ែត្របើធៀបទៅនឹងកម្រិតកម្ពស់ទឹកឲ្យប្រុងប្រយ័ត្ន10.70 ម៉ែត្រទន្លេមេគង្គខេត្តក្រចេះ20.60 ម៉ែត្រដែលជាកម្រិតកម្ពស់ទឹកហក់ឡើងបើធៀបទៅនឹងកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្នមានកម្ពស់22 ម៉ែត្រទន្លេមេគង្គខេត្តកំពង់ចាមកម្រិតកម្ពស់ទឹកហក់ឡើង14.70 ម៉ែត្របើធៀបទៅនឹងកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន15.20 ម៉ែត្រសេចក្តីដូចបានជម្រាបជូនខាងលើសូមអាជ្ញាធរដែនដីស្ថាប័នពាក់ព័ន្ធនិងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គជាពិសេសខេត្តស្ទឹងត្រែងក្រចេះត្បូងឃ្មុំនិងខេត្តកំពង់ចាមសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពនិងបន្តតាមដានព័ត៌មានជាប់ជាប្រចាំដែលក្រសួងនឹងជូនដំណឹងជាបន្តបន្ទាប់ដើម្បីត្រៀមវិធានការការពារសុវត្ថិភាពក្នុងពេលចាំបាច់